សូមស្វាគមន៍មកកាន់ Channel បរិយាយរឿងទិនហ្វីត្រឡប់មកវីដេអូថ្មីមួយទៀតដែលនឹងនិយាយអំពីការអនុវត្តជាក់ស្ដែងនៃដំណើរដ៏អស្ចារ្យទៅកាន់រាជធានីគឺផ្ដោតលើសកម្មភាពនិងយុទ្ធសាស្ត្រជាក់លាក់ដែលត្រូវបានប្រើប្រាស់តាំងពីការរៀបចំរហូតដល់ការសម្រេចគោលដៅនៅរាជធានីការអនុវត្តជាក់ស្ដែងក្នុងដំណើរស្វែងរកជំនួយបទពិសោធន៍នេះមិនមែនគ្រាន់តែជាដំណើរផ្លូវចិត្តទេប៉ុន្តែជាការអនុវត្តផែនការមួយដ៏មានប្រសិទ្ធភាពខ្ពស់ដើម្បីឈ្នះឧបសគ្គទី1ការរៀបចំមុនពេលចេញដំណើរយុទ្ធសាស្ត្រគ្រួសារពេលមុនពេលឪពុកចាក់ចេញការអនុវត្តដំបូងគឺរៀបចំផ្នែកផ្លូវចិត្តនិងផ្នែកដំណើរការកំណត់គោលដៅច្បាស់លាស់កំណត់ថាតើជំនួយប្រភេទណាដែលត្រូវស្វែងរកឧទាហរណ៍ជំនួយផ្នែកហិរញ្ញវត្ថុវិទ្យាសាស្ត្រនិងច្បាប់និងស្ថាប័នណាដែលត្រូវទៅឯកសារសំខាន់រៀបចំនិងចម្លងឯកសារពាក់ព័ន្ធទាំងអស់លិខិតស្នើសុំលិខិតបញ្ជាក់ស្ថានភាពគ្រួសាររបាយការណ៍បញ្ហាដើម្បីធានាបានថាការស្វែងរកជំនួយមានភស្តុតាងគ្រប់គ្រាន់ការបែងចែកថវិកាឪពុកបានផ្ដល់ថវិកាតិចតួចបំផុតសម្រាប់ធ្វើដំណើរការសាក់នៅនិងថ្លៃចាយវាយប្រចាំថ្ងៃในរាជធានីដោយអនុវត្តការចំណាយសន្សំសំចៃបំផុតការលានិងពាក្យបណ្ដាំឪពុកបានអនុវត្តការលាដោយសង្កត់ធ្ងន់លើការប្រុងប្រយ័ត្នភាពស្មោះត្រង់និងមិនចុះចាញ់ចំពោះការលំបាកនៅទីក្រុងដ៏ធំនោះឡើយ2អនុវត្តក្នុងដំណើរជាប៉ិនប្រសពនៅតាមផ្លូវឆ្ពោះទៅរាជធានីការអនុវត្តផ្ដោតទៅលើការសន្សំសំចៃនិងការរៀនសូត្រយល់ដឹងអំពីផ្លូវប្រើប្រាស់ការសាកសួរពីអ្នកដំណើរដែលមានបទពិសោធន៍ច្រើនឬអ្នកដែលបើកបរដើម្បីដឹងថាផ្លូវខ្លីបំផុតនិងថ្លៃធ្វើដំណើរដ៏សមរម្យការសន្សំសំចៃថ្លៃស្នាក់នៅស្វែងរកកន្លែងស្នាក់នៅដែលមានតម្លៃសមរម្យនិងថោកបំផុតឧទាហរណ៍ផ្ទះសំណាក់ដ៏សាមញ្ញឬប្រើប្រាស់បណ្ដាញទំនាក់ទំនងដែលមានស្រាប់ដើម្បីសុំស្នាក់នៅបណ្ដោះអាសន្ន3ការអនុវត្តនៅរាជធានីបច្ចេកទេសស្វែងរកជំនួយពេលទៅដល់គោលដៅនេះជាដំណាក់កាលអនុវត្តដ៏សំខាន់បំផុតរៀបចំវិភាគដើម្បីជួបនរណាម្នាក់ចាប់ផ្ដើមដោយការទំនាក់ទំនងជាមុនបើអាចឬទៅដល់ទីតាំងរបស់ស្ថាប័នឬអិសរាជជនសំខាន់តាំងពីព្រលឹមដើម្បីដាក់ពាក្យស្នើសុំវិធីសាស្ត្រទំនាក់ទំនងភាពស្មោះត្រង់ប្រើប្រាស់ភាពស្មោះត្រង់និងច្បាស់លាស់ដើម្បីរៀបស្ថានភាពគ្រួសារដោយមិនបំភ្លើសការគោរពបង្ហាញពីការគោរពដ៏ខ្ពស់ចំពោះមន្ត្រីឬអ្នកសម្រេចចិត្តទោះបីត្រូវប្រឈមមុខនឹងការបដិសេធក៏ដោយការតស៊ូទោះបីត្រូវបានបដិសេធនៅកន្លែងមួយក៏ដោយត្រូវបានផ្លាស់ប្ដូរយុទ្ធសាស្ត្រភ្លាមទៅកាន់ប្រភពជំនួយបន្ទាប់ឧទាហរណ៍ពីអង្គការរាជរដ្ឋាភិបាលទៅអង្គការក្រៅរាជរដ្ឋាភិបាលតាមការតាមដានបើស្នើសុំត្រូវបានទទួលយកត្រូវតាមដានលទ្ធផលដោយទៀងទាត់និងផ្ដល់ព័ត៌មានបន្ថែមនៃតម្រូវការការកត់ត្រាឈ្មោះអ្នកដែលបានជួបថ្ងៃខែឆ្នាំនិងលទ្ធផលនៃការសន្ទនានីមួយៗដើម្បីរក្សាភាពច្បាស់លាស់នៃដំណើរការទី4ការអនុវត្តលទ្ធផលនិងការត្រឡប់មកវិញការអនុវត្តនេះនឹងបញ្ចប់ដោយការសម្រេចចិត្តវិលត្រឡប់ទៅជួបឪពុកការរាយការណ៍រៀបចំព័ត៌មានលម្អិតអំពីអ្វីដែលបានកើតឡើងនិងលទ្ធផលនៃការស្វែងរកជំនួយដើម្បីរាយការណ៍ជូនឪពុកដោយច្បាស់លាស់ការអនុវត្តជំនួយក្នុងករណីទទួលបានជំនួយត្រូវអនុវត្តការប្រើប្រាស់ជំនួយទៅតាមគោលបំណងដែលគ្រួសារបានកំណត់បទពិសោធន៍នេះគឺជាការអនុវត្តជាក់ស្ដែងនៃភាពក្លាហាននិងភាពវៃឆ្លាតនិងការតាំងចិត្តដើម្បីគ្រួសារតើផ្នែកជាក់ស្ដែងណាមួយដែលអ្នកឲ្យខ្ញុំពិពណ៌នាអំលំអិតបន្ថែមទៀតទេ
វីដេអូនេះមានត្រឹមតែប៉ុណ្ណេះសូមអរគុណសូមគោរពលាកុំភ្លេចចុច Subscribe និងដាក់សញ្ញាកណ្ដឹងម្នាក់មួយផងណាបាយបាយ